ក្នុងកលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវអ្នកអញ្ញាលេងនវត្រាបែងចែកក្រុមយុវជននិងសិល្បករជាច្រើនផ្នែកចុះសមរភូមិរៀបចំស្បៀងអាហារធ្វើត្រីញៀតគាំទ្រកងទ័ពនិងជនភៀសកលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវអ្នកអញ្ញាលេងនវត្រាប្រធានយុវជនបូជាការពារយុទ្ធធម៌បានចាត់តាំងក្រុមយុវជននិងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខចុះប្រមូលទិញអំបុកផ្នែកប្រមូលត្រីធ្វើញៀតផ្នែកធ្វើឆៃពៅផ្នែកអង្គរនិងផ្នែកទទួលអំណោយមនុស្សធម៌ពីបងប្អូនប្រជាពលរដ្ឋដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពកំពុងឈរជើងការពារទឹកដីនៅបណ្ដាព្រំដែននិងបងប្អូនប្រជាពលរដ្ឋភៀសសិកដែលភៀសខ្លួនដោយសារសង្គ្រាមឈ្លានពានរបស់ថៃចូលរួមរបស់ក្រុមយុវជនដឹកនាំដោយអ្នកអញ្ញាលេងនវត្រាធ្វើឡើងតាមការអំពាវនាវរបស់សម្ដេចតេជោនាយឧត្តមសេនីយ៍ឯកផុតលេខផ្កាយ5ហ៊ុនសែនអគ្គកម្ពុជាពលខេមរៈភូមិន្ទគាំទ្រដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងជនភៀសសិកពេលជួបការលំបាកស្មារតីសាមគ្គីភាពកាន់តែរឹងមាំការចូលរួមរបស់ក្រុមយុវជនគឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារវត្តភាពទឹកដីតាមបណ្ដាព្រំដែនកម្ពុជាថៃ